សូមគោរពនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់បាទថ្ងៃនេះដែរយើងបន្តមេរៀនរបស់យើងបន្តទៀតទាក់ទងជាមួយនឹងកម្មវិធី CAD-Simu បាទការពិសាបដាមុនគឺយើងបាទគូ sequence បន្តទៅមុខត្រឡប់ក្រោយ3 pha អញ្ចឹងថ្ងៃនេះយើងមកធ្វើវីដេអូមួយទៀតបាទ CAD-Simu ដូចគ្នាទាក់ទងជាមួយនឹង motor បាទ 220V ភ្លើងមួយ pha បាទដែលវាប្រើឆ្លាស់បដូរវេនគ្នាបងប្អូនដែលយើងប្រើ motor 2បាទអញ្ចឹងវារៀបថ្មីជាងមុនខ្ញុំនឹងធ្វើវីដេអូបន្តទៀតបាទចែកជូនបងប្អូនក៏ដូចជាបងបាទអ្នករៀនខាងផ្នែកអគ្គិសនីចង់ចេះគូ sequence នៅលើកម្មវិធី CAD-Simu បាទបើសិនជាបងប្អូនបាទថ្មីបាទតាមដានទស្សនារកវីដេអូខ្ញុំបាទបើសិនជាពេញចិត្តបាទសូមជួយចុច Subscribe ក៏ដូចជា Follow page ម្នាក់មួយបាទខ្ញុំនឹងធ្វើវីដេអូថ្មីបាទចែកជូនពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសាស្ត្រសិស្សបាទតាមដានទស្សនាជាបន្តបាទអញ្ចឹងកុំឲ្យខាត់ពេលបាទយើងទៅទស្សនាទាំងអស់គ្នាពីរបៀបគូសនៅលើកម្មវិធី CAD-Simu ទាំងអស់គ្នាបាទតោះយើងចូលមកដល់កុំព្យូទ័រយើងមើលការគូសរបស់គ្នាឥឡូវខ្ញុំចូលទៅរើសប្រភពបាទដែលយើងប្រើ motor មួយ pha មួយ ផាសបងប្អូនដែលយើងប្រើ Alternate បាទ Alternate យើងទៅរើស contactor 3 pole បាទដល់3 pole ក៏បាន2 pole ក៏បានអត់អីទេ contactor 2គ្រាប់ដែរច្រឡំមុនទៅរើស disjunction សិនពេកផ្លេច disjunction 2 pole នេះតិចទៀតទេដោយសារទីធ្លាយើងវាទូចបាទ contactor 3 pole 2 pole ក៏បាន3 pole ក៏បានបាទយក2គ្រាប់ contactor ដល់ពេលរើស contactor ទៅរើស overload បាទនេះ overload 2 គ្រាប់ដែរអូខេ overload ឬ motor គឺយើងប្រើ motor មកផាសបាទ fanet 1 2 គ្រាប់ដូចគ្នាដោយសារយើងប្រើ motor បដូរវេនបាទបដូរវេនគ្នាតាម timer របស់យើងដែលយើងបានកំណត់ timer relay បាទតោះមកយើងរើសខាង sequence អានុភាពយើងទៅរើសខាង sequence បញ្ជាម្ដងបាទ sequence បញ្ជាទី1គឺយើងត្រូវរើសប្រភពបាទប្រភពខាង L នៅតោះមកយើងទៅរើស disjunction យក2 pole បាទខាង sequence បញ្ជាអូខេ sequence បញ្ជាខ្ញុំទៅរើស overload បាទ overload ខាង sequence បញ្ជានេះខាង overload បាទ overload ខ្ញុំយក2គ្រាប់ដែរអូខេតទៅរើស overload ខ្ញុំទៅរើសប៊ូតុងបាទ stop ប៊ូតុង stop នេះខ្ញុំប្រើបាទប៊ូតុង stop នេះយើងចង់ដាក់ប៊ូតុង emergency ក៏បានដែរនេះដោយសារវាទីធ្លាវាតូចខ្ញុំមិនចង់ធ្វើវាវែងវាពិបាកមើល zoom ទៅវាទូចជុំបងប្អូនគាត់បន្ថែមប៊ូតុង emergency លេខខាងលើនេះមួយមកតែខ្ញុំអត់ដាក់ទេ stop វិញខ្ញុំដាក់ start អូខេតទៅពី start នេះខ្ញុំបាទត្រូវរើសជើង NC បាទរបស់ contactor នេះជើង NC ខ្ញុំទៅរើសបាទជើង contactor A1 A2 អូខេ A1 A2 នេះគឺ2គ្រាប់ដែរបាទគឺ contactor ទី1 contactor ទី2បាទតោះមកខ្ញុំទៅរើសជើង NC របស់ជើង contactor នេះជើង NC នេះយើងដាក់ក្នុង slot start stop នេះយើងរើសយក2គ្រាប់ដែរតោះខ្ញុំទៅរើសជើង timer ជើងរបុំ timer របស់ A1 A2 បាទនេះអូខេទាញខាងនេះទាញឲ្យវាទលេតិចមកវាគៀកគ្នាពេកពេលយើងភ្ជាប់នោះមកវាពិបាកមើលបាទតើវារើសបានហើយខ្ញុំទៅរើសបាទជើង timer នៃជើង NC របស់ timer បាទ
បាទនេះជើង NC បងប្អូនជើង Timber ច្រឡំបងប្អូននេះនេះបងប្អូននេះបាទអូខេខ្ញុំទៅរើសពូសញ្ញានេះពូសញ្ញាទី1ពូសញ្ញាទី2នេះពូសញ្ញាទី3អូខេលើបន្ទាប់ពីរើសឲ្យអស់បាទខ្ញុំតាំងតែម្ដងទៅដើម្បីបងប្អូនស្នុកមើលនេះខាង MCCB បាទខាង security អនុភាពនេះ KM ខ្ញុំដាក់ KM1 contactor 1 KM2 contactor 2បាទនេះ over ខ្ញុំដាក់ F1 overload ទី1 F2 overload ទី2នេះ motor 1ខ្ញុំដាក់ M1 motor 2ខ្ញុំដាក់ M2 M2 បាទតោះខ្ញុំទៅតាំងបាទខ្ញុំទៅដាក់ឈ្មោះនៅខាង security បញ្ជាម្ដងបាទនេះគឺខ្ញុំដាក់ CB របស់ខាង security បញ្ជានេះគឺ overload 1 overload 2បាទតោះនេះគឺជាប៊ូតុង stop ខ្ញុំដាក់ stop យកមកបាទនេះគឺជាប៊ូតុង start ខ្ញុំដាក់ S1 ប៊ូតុង start ពេលដែលយើងចុចទៅឲ្យវាដំណើរការថារបស់យើងវាខោនបាទចំណែកនេះគឺខ្ញុំដាក់contactor ទី1គឺ KMK1 KM1 នេះគឺ KM2 បាទ contactor ទី2បាទចំណែកនេះគឺជើង NC នៃជើង contactor ទី2គឺ KM2 បាទនេះគឺជាជើង A1 A2 បាទរបូម A1 A2 នៃជើង contactor ខ្ញុំដាក់ KM1 contactor ទី1នេះគឺជារបូម A1 A2 នៃជើង contactor ទី2 KM2 បាទតបតាហើយវាយើងទៅតាំងនៅ timer delay នេះគឺជាជើងរបូមបងប្អូនជើងរបូមរបស់ timer delay បាទអញ្ចឹងខ្ញុំដាក់អក្សរកាត់ខ្ញុំដាក់អក្សរ T បាទអក្សរ T អានេះក៏ជើងបាទជារបស់ security ចំហនៃជើង timer delay នឹងខ្ញុំដាក់ T ដែរចំណែកអំពូលនេះខ្ញុំដាក់អំពូលទី1នេះគឺអំពូលបាទ X1 បាទនៅពេលដែល motor ទី1 វិលនេះខ្ញុំឲ្យវាបង្ហាញអំពូលពណ៌បៃតងបាទចំណែកមួយនេះបាទគឺ X2 អំពូលពណ៌ blue បានន័យថាពេលដែល motor ទី2វិលអំពូលពណ៌ blue ភ្លឺចំណែកនេះគឺអំពូលសញ្ញាទី3បាទគឺ X3 ខ្ញុំឲ្យដាក់ red ខ្ញុំយក red ដើម្បីបង្ហាញពេលដែល motor របស់យើងមានបញ្ហា overload ធ្វើការអំពូលនឹងភ្លឺបាទឥឡូវយើងតាំងឲ្យអស់ហើយបាទយើងទៅភ្ជាប់ខ្សែទាំងអស់គ្នាឥឡូវខ្ញុំភ្ជាប់ខាងខ្សែ security អនុភាពបាទចេញពីប្រភពរបស់យើង disjunction ណាបាទយើងចូល disjunction ចេញពីប្រភពរបស់យើងចូល disjunction ចេញពី disjunction ចូល contactor បាទចំពោះ contactor នេះខ្ញុំប្រើ3ប៉ុលបងប្អូនខ្ញុំប្រើ2ប៉ុលក៏បានដែរបាទចេញពី contactor ខ្ញុំចូល overload បាទចេញពី overload នេះគឺខ្ញុំចូលជើង motor បាទចំពោះខ្សែ node បាទចេញពីប្រភពចូល disjunction បាទចេញពីជើង disjunction ចូលជើង contactor បាទទៅចូលជើង overload ចំណែកកណ្ដាលនេះបាទគឺខ្ញុំយកឡើងលើវិញដោយសារយើងប្រើ contactor 3ប៉ុលអូខេចូលមកនេះច្រឡំបងប្អូននេះយើងមិនជាប់នឹងទេច្រឡំតិចបាទគឺយើងភ្ជាប់ចូលជើងនេះទេជើងទី3នៃជើងcontactor បាទចូលជើងទី3ចូលជើង overload ចេញពីជើង overload មកចូល motor របស់យើងខ្ញុំភ្ជាប់ខ្សែដីហើយ
យើងទៅយកប្រភពខ្សែដីនេះ pair បាទអូខេវាទៅរកខ្សែដីបើយើងជាប់ខ្សែដីហើយជាប់ច្បាស់ហើយយើងជាប់អូខេជាប់ខ្សែដីខាងនេះហើយមកវាចូលជាប់ហើយជួយគូពីរដងអូខេតែយើងជាប់ខាងស្គ្រីនភាពមួយរៀងទៀតបាទ pha មួយនេះយើងចូលកុងតាទ័រទី2នេះមកអូខេចេញពីកុងតាទ័រចូល overload ចេញពី overload ចូល motor របស់យើងបាទពួកខ្សែ node បាទខ្សែ node នេះយើងគ្រាន់តែប៉ុងមកបាទចូល overload ចេញពី overload នេះយើងបាទយើងវត្តវាឡើងទៅលើមកដើម្បីចូលជើងរបស់កុងតាទ័រមួយរៀងទៀតយើងមិនចង់ធ្វើអញ្ចឹងក៏បានបងយើងប៉ុងស្របមកក៏បានដែរប៉ុន្តែនេះខ្ញុំគាត់ធ្វើពេញឲ្យវាគ្រប់ចន្លោះនេះរបស់ជើងកុងតាទ័ររបស់យើងនេះអូខេจากខាង secure ភាពយើងធ្វើហើយយើងមកចូលខាង secure វិជាម្ដងចេញពីប្រភពចូល decenter ចេញពី decenter ចូលជើង overload 9596នៃ overload ទី1 overload ទី2បាទចេញពីជើង overload ទី2នៃជើង9596បាទយើងប៉ុងតគ្នាទេបាទបន្តគ្នាព្រោះជើង overload 9596វាជាជើងជាប់ដូចគ្នាទេបាទអញ្ចឹងចូលមកជើង stop បាទចេញពី stop មក start ចេញពី start មកជើងបាទ NC នៃជើងកុងតាទ័រទី2ចេញពីជើងកុងតាទ័រទី2នៃជើង NC នៃជើងកុងតាទ័រទី2បាទចូលមក A1 A2 នៃកុងតាទ័រទី1បាទបន្តមកយើងប៉ុងខ្សែបាទចន្លោះ stop start នេះចូលជើងកុងតាទ័រទី1នៃជើង NC បាទអូខេបន្តមកទៀតយើងបាទយើងប៉ុងខ្សែទៀតបាទចន្លោះ start stop ហ្នឹងមកជើង timer របស់យើងគឺឲ្យជើងចំហរបស់ timer បាទចេញពីហ្នឹងមកយើងប៉ុងចូលជើងបាទកុងតាទ័រនៃជើងទី2បាទគឺជើងខាងជើង NC បន្ទាប់ពីយើងប៉ុងចឹងហើយបាទគឺយើងបាទភ្ជាប់បន្តទៀតដាក់ឲ្យចំស្នុកយើងរៀបចំពូលមកស្អាតមើលទៅមានរបៀបបាទអញ្ចឹងចន្លោះនេះបងប្អូននេះគឺយើងប៉ុងបាទចូលមកជើងរបុំ timer របស់យើងមកបាទជើងរបុំមិនមែនជើងរបុំនេះគឺជើងរបុំ timer របស់យើងបងប្អូននៅពេលដែលយើងវាយភ្លើងចូលបាទវានឹងកំណត់នៅពេលណាវាផ្ដាច់បាទអញ្ចឹងនេះគឺជាជើងចំហរបស់ timer ភ្ជាប់មក A1 A2 នៃកុងនៃជើង A1 A2 របស់កុងតាទ័រទី2បាទចំពោះជើងកុងតាទ័រទី2បាទជើង13 14ហ្នឹងបាទគឺយើងដាក់ចូលចន្លោះជើង timer ហើយនឹង A1 A2 នៃកុងតាទ័រទី2បាទចំពោះអំពូលនេះបាទគឺយើងដាក់ភ្ជាប់ចឹងមកចាំខ្ញុំភ្ជាប់ហើយខ្ញុំនឹងបង្ហាញមួយទាក់ទងជាមួយនឹងការភ្ជាប់នេះបាទអូខេចំពោះនេះគឺខ្ញុំបាទដាក់ខាង overload បាទយើងគ្រាន់តែប៉ុងជើងភ្លើងពី decenter របស់យើងមកជើង97 98មកបាទប៉ុងចូលគ្នាចឹងមកអូខេនេះចេញជើង97 98នេះបាទយើងចូលមកខាងពូសញ្ញារបស់យើងនេះដូចគ្នាចឹងបងប្អូននេះខ្ញុំធ្លាក់ចឹងមកដើម្បីថាយើងប្រើអំពូលមួយនេះគឺរួមជើង overload 2ដើម្បីថា overload ទាំងពីរនឹងធ្វើការទាំងពីរធ្វើការបាទមួយណាក៏វាបង្ហាញសញ្ញាឲ្យយើងដែរអូខេតោះយើងភ្ជាប់បានខាងខ្សែ pha យើងទៅភ្ជាប់ខាងខ្សែ node បាទនេះ node អបចុះក៏មិនដាច់មកអូខេ node តិចទៀតមិនដល់បាទ node គឺយើងចូលជើង A2 បាទជើងពូសញ្ញា
OK ជើង timer ជើង A1 A2 ជើង pool ជើង pool OK បាទឥឡូវយើង secret របស់យើងភ្ជាប់រួចរាល់ហើយបាទយើងពិនិត្យមើលតិចទៅតែវាត្រូវអត់បាទបន្ទាប់ពីយើងពិនិត្យយើងឃើញថាវាត្រឹមត្រូវអញ្ចឹងយើងចាប់ផ្ដើមធ្វើ simulation ទាំងអស់គ្នាធ្វើការគូ secret motor បដូរវេនដោយប្រើ timer delay នេះវាត្រូវអត់នៅខ្វះខ្សែមួយនេះអូខេឥឡូវយើងភ្ជាប់ហើយឥឡូវយើងចាប់ផ្ដើមធ្វើ simulation ទាំងអស់គ្នាថាវាត្រូវអត់ខ្ញុំចាប់ផ្ដើមចុច simulation តើមកខ្ញុំចុចបើក discounter ខាង secret អានុភាពបើក discounter ខាង secret វិជាបាទឥឡូវ motor របស់យើងអត់ទាន់ដំណើរការទេបន្ទាប់មកខ្ញុំនឹងចុច start កាលចុច start motor ទី1នឹងវិលហើយខាងបាទភ្លើងនឹងចូលទៅខាងជើងNC នៃជើងកុំព្យូទ័រទៅទី2 direct ទៅជើង A1 បាទនៃកុំព្យូទ័រទី1ណាភ្លើងចូល A1 របស់កុំព្យូទ័រទី1នោះខាង NO របស់កុំព្យូទ័រទី1នោះវានឹងធ្វើការវានឹងវាយភ្ជាប់បាទ timer នេះក៏មានភ្លើងចូលដែរប៉ុន្តែវាអត់ទាន់វាយទៅខាងជើងបាទនៃកុំព្យូទ័រទី2នេះមកដោយសារយើងត្រូវកំណត់បាទពេលរបស់វាឥឡូវខ្ញុំកំណត់បាទឥឡូវនេះខ្ញុំដាក់5 second 5 second វានឹងធ្វើការវាយចូលហើយវានឹងបញ្ជាជើងខាង timer ចំហនេះឲ្យវាយភ្ជាប់ដល់មកភ្លើងរត់ A1 A2 ខាងកុងតាយើងច្រឡំយើងបងបាទអញ្ចឹងយើងធ្វើ simulation របស់គ្នាបាទយើងបើក discounter ខាង secret វិជា discounter ខាង secret អានុភាពបន្ទាប់មកខ្ញុំចុចបាទប៊ូតុង start បាទជំនាញអត់ជាប់ខ្សែឡើងអូនេះបងប្អូនឃើញខ្សែយើងអត់ទាន់ជាប់ stop មួយសិននេះខ្សែលើនេះចាំមិនមើលឲ្យប្រយ័ត្នដល់លើហើយយើងទៅ simulation មួយសារទៀតបាទចុចបើក start នេះបងប្អូនឃើញចុច start ទៅវាអត់ដើរគាត់ជំនាញលេខណាដែលអត់ជាប់ហ្នឹងដើរដោយសារជើង NC នេះជើងកុងតាក់ទ័រទី1នេះវាអត់ភ្ជាប់ខ្សែអញ្ចឹងយើងភ្ជាប់មួយសារទៀតនេះអូខេជាមួយយើងបង្ចប់បាទចន្លោះយើងដាក់ចូលជើង NC បាទបន្ទាប់ពីភ្ជាប់ហើយយើងចាប់ដើមធ្វើ simulation ម្ដងទៀតកាលណាយើងជាប់ខ្សែអត់ជាប់គឺវាក៏វាអត់ដាក់ដែរបាទយើងចុចបើកមកបាទបើក computer បាទដល់យើងចុច start នេះឃើញបងប្អូនមើលកាលណាយើងជាប់ខ្សែជាប់បានល្អវានឹងចុច start មកបាទវានឹងវិល motor ទី1ដល់ពេលកំណត់ណាមួយនេះដែលយើងកំណត់ខ្ញុំប្រង3 second នេះបាទនេះវានឹងដាច់ដល់វានឹងវាយភ្ជាប់ឡើងជើងចំហ timer នេះឃើញបងប្អូនកាលណាវាយភ្ជាប់បាទ motor ទី2របស់យើងវាចាប់ដើមវិលហើយចំណុច timer នេះវាអាស្រ័យទៅលើយើង set ហើយយើង set ប្រហែលនាទីប្រហែល second ប្រហែលម៉ោងវាអាស្រ័យលើយើងនេះបាទនេះគឺជាការគូ secret ជាក់ស្ដែងបាទបើយើងចង់ដាក់យើងគាត់ចុច stop ទៅបាទចុច stop ទៅគឺវាដាច់ហើយបើយើងចង់បើគាត់នឹងចុច start មកបាទគេចុច start នេះអញ្ចឹងដល់ពេលណាដែលយើងកំណត់បាទ timer នេះវានឹងដាច់ motor ទី1នេះវានឹងផ្ដាច់ម្ដងវាវាយភ្លើងទៅឲ្យបាទជើង timer របស់ secret ចំហហ្នឹងបាទវាយភ្ជាប់ពុបខាងនេះដាច់បាទភ្លើងវានឹងឲ្យ A1 A2 របស់ computer ទី2វានឹងវាយភ្ជាប់ទៅនឹងបាទជើង NC នៃជើង computer ទី2បាទពូល motor ហ្នឹងវានឹងវិលផ្លាស់ប្ដូរគ្នាបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទជាសប្តាហ៍ក្រោយខ្ញុំនឹងបង្ហាញបាទទាក់ទងជាមួយនឹងការបដូរវេនគ្នាដោយស្វ័យប្រវត្តិបាទនេះបដូរវេនគ្នាដោយស្វ័យប្រវត្តិដែរប៉ុន្តែនៅក្នុងលក្ខណៈថា motor ទី1ដាច់ចូល motor ទី2នោះបើយើងចង់ឈប់នោះថាយើងចុច stop បាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញ motor ទី1នេះដាច់ motor ទី2នេះដំណើរការបន្ទាប់មកយើងនឹងប្រើ timer មួយទៀតដើម្បីផ្ដាច់ឲ្យ motor ទី2នេះដាច់បន្ទាប់មកវានឹងត្រឡប់ទៅ motor ទី1វិញឲ្យវាវិលដោយស្វ័យប្រវត្តិបាទនឹងវីដេអូក្រោយបាទតែវីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងសម្រាប់ចែកជូនបាទសង្ឃឹមថា
បងជាងក៏ដូចជាបងប្អូនសានិសិស្សដែលចង់ចេះកម្មវិធី CAD/CAMOO ទាក់ទងជាមួយនឹងប្រព័ន្ធ CQV ប្រព័ន្ធ Geometry នេះអាចយកទៅសិក្សាមើលមួយៗបាទកើតជាចំណេះដឹងបាទអញ្ចឹងជាចុងក្រោយបាទសូមអរគុណសម្រាប់ការតាមដានទស្សនាបាទរកវីដេអូខ្ញុំបាទអរគុណបាយបាយ